សម្រាប់បងប្អូនថ្មីៗដែលកំពុងតែចាប់ផ្ដើមនៅក្នុងការរៀន Microsoft Word អញ្ចឹងសម្រាប់វីដេអូពេលនេះគឺជាវីដេអូដំបូងឬក៏វគ្គដំបូងនៃការសិក្សារបស់ពួកយើងអញ្ចឹងយើងមករៀននៅក្នុង Microsoft Word ទាំងអស់គ្នាសម្រាប់បងប្អូនដែលកំពុងតែចាប់ផ្ដើមអញ្ចឹងយើងចូលទៅកាន់ Microsoft Word របស់យើងនៅពេលដែលយើងបើក Microsoft របស់យើងមកយើងនឹងឃើញប្រឡាស់កិច្ចការមួយដែលវាមានតម្រង់ជា A4 ឬមួយក៏ letterគឺនៅក្នុងវីដេអូនេះយើងនឹងបញ្យល់អ្នកនរគ្នាអំពីម៉ានុយនៅខាងលើហើយនឹង tool មួយចំនួនមួយទៀតដែលនៅក្នុង Microsoft Word របស់យើងសម្រាប់ tool ទី1មានឈ្មោះថា Watermark Painter គឺមួយរបស់វាគឺមានលក្ខណៈថាគឺចម្លងពី style អក្សរមួយទៅ style អក្សរមួយទៀតឧទាហរណ៍ថាខ្ញុំមានអក្សរ2ជួរអញ្ចឹង style អក្សរនៅខាងលើគឺវា style បែបនេះមានអក្សរពណ៌មាន highlight និងមានបន្ទាត់ពណ៌ដើម្បីចម្លងវាបានយើងក៏អាច select លើ style ខាងលើយើងចុច Watermark Painter ដើម្បីយើង select លើអក្សរដែលយើងចង់ចម្លងអញ្ចឹងវានឹងបានដូចគ្នាអញ្ចឹងវាន័យថា Painter ហ្នឹងគឺវាអាច copy style ឬក៏ effect ផ្សេងចេញពីអក្សរមួយទៅអក្សរមួយទៀតអញ្ចឹងមេរៀនរបស់យើងសូម slide តែប៉ុណ្្នឹងសិនអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូបន្តទៀត subscribe ឲ្យមានម្នាក់មួយផងដើម្បីតាមដាននៅមេរៀនបន្តទៀតនិងចំណេះដឹងថ្មីៗអញ្ចឹងក៏សូមគោរពលាអ្នកទាំងគ្នា